យើងវិលមកជួបគ្នាបន្តទៀតប្រិមិត្តបាទមិញខ្ញុំជម្រាបជូនពីភូមិនៅព្រែកឯងនេះមិញសៃឡានៅស្រុកហ្នឹងហើយនៅអត់ស្គាល់ភូមិទៀតភូមិតអុកមួយទេបាទនេះមិនភូមិព្រែកតអុកទេមិញប្រជាពលរដ្ឋបានប្រាប់មកមិញថាភូមិស្វាយតអុកបាទភូមិស្វាយតអុកសង្កាត់វាលស្បូវមិនព្រែកឯងទេហើយដល់ពេលយើងទៅសង្កាត់ព្រែកឯងព្រែកតអុកឯណានៅស្គយដល់ចង់ដូរភូមិទៅទៀតបាទបាទអញ្ចឹងប្រជាពលរដ្ឋនៅភូមិស្វាយតអុកសង្កាត់វាលស្បូវខណ្ឌមានជ័យស្នើសុំឲ្យខាង EDC មកពិនិត្យមើលដើម្បីដាក់បង្គោលភ្លើងរបស់គាត់នៅកន្លែងមូលដ្ឋានរបស់គាត់ព្រោះអាជ្ញាធរបានសន្យាគាត់មកហើយតាំងពីពេលបោះឆ្នោតមកម្លេះប៉ុន្តែឥឡូវហ្នឹងវាមិនទាន់ឃើញដាក់អញ្ចឹងហើយបានជាគាត់ឆ្ងល់វាបញ្ជាក់បាត់ទៅសូមបង្ហើរវាចាខ្យល់តាមហងមាសឲ្យគេលោថាផ្លេចគេលោ EDC គាត់ផ្លេចឬក៏ខាងអាជ្ញាធរគាត់ផ្លេចបាទឥឡូវនេះសូមជម្រាបជូនមុននឹងជម្រាបជូនព័ត៌មានសូមខ្ញុំជូនព័ត៌មាននៅដំណឹងពីហងមាសមួយសិនបាទព័ត៌មានដំណឹងពិសេសពីហងមាសមួយសិនដោយសារតែខ្ញុំត្រូវបានគេប្រើប្រាស់ឈ្មោះស្ថាប័នទៅយកប្រយោជន៍ពីអ្នកដទៃដល់ពេលចឹងទៅខាងខ្ញុំនេះអត់ដឹងមហាជនចេះតែសង្ស័យមកលើខាងហងមាសថាហងមាសនឹងទៅយកព័ត៌មានទៅថតហើយមកវិញអត់ផ្សាយទេបាទយកលុយគេហើយអត់ផ្សាយទេបាទអញ្ចឹងប្រជាពលរដ្ឋបាត់ជំនឿហ្មងបាទអញ្ចឹងខ្ញុំតាទេអ្នកណាថតនេះណាអញ្ចឹងម្សិលមិញនេះមានរឿងរ៉ាវមួយនៅខាងរស័យកែវប្រជាពលរដ្ឋគាត់ខាងអ្នករងគ្រោះដោយសារមេតុងទីនបោករត់ចេញទៅបាត់ទៅពេលនោះក៏គាត់បានតាក់ទងនៅព័ត៌មានខាងហងមាសប៉ុន្តែមិនមែនតាក់ទងចំបុគ្គលិកហងមាសគឺបុគ្គលិកកសែតផ្សេងហើយយកឈ្មោះថាហងមាសទៅប្រើបាទដល់យកទៅប្រើហើយប្រជាពលរដ្ឋនោះអូនិយាយពីគាត់ថាឃើញហងមាសថាទៅកត់ត្រានេះឡើងចេះនិយាយរៀបរាប់ពីនេះពីនោះអញ្ចឹងទៅដល់ពេលទីបំផុតលទ្ធផលចុងក្រោយឬប្រជាពលរដ្ឋក៏ទូរស័ព្ទមកវិញថាចុះមិនហងមាសមកថតឲ្យអត់ផ្សាយហើយដល់ពេលសួរអ្នកទៅយកព័ត៌មាននឹងប្រាប់ថាអត់ផ្សាយទេដោយសារព័ត៌មាននឹងបញ្ជូនមកថ្នាក់មកលើមេលើនោះក៏បានជួបជាមួយនឹងមេតុងទីនឲ្យ$500អត់ផ្សាយទៅវាចេះមកខូចឈ្មោះឯងនៅឆ្កុយហើយអ្នកស្រីកែវនោះខំតែពេញចិត្តស្រឡាញ់ហងមាសមើលដល់ហើយដល់ពេលលឺអញ្ចឹងអន់ចិត្តដែរហើយអន់ចិត្តជាមួយហងមាសនេះអត់ដឹងសោះបាទឥឡូវនេះខ្ញុំនេះដូចបុគ្គលហ្នឹងគាត់ទៅប្រើអញ្ចឹងឈ្មោះប៉ុន្តែខ្ញុំមិនធ្វើតឹងតែងតែគាត់ថាឲ្យគាត់ដាក់លក្ខខណ្ឌធ្វើលិខិតដើម្បីគាត់បញ្ជាក់ថាគាត់ឈប់ប្រើប្រាស់អញ្ចឹងតទៅទៀតបាទស្ថាប័នរបស់គាត់ប្រើចោះបាទប៉ុន្តែអ្នកឯងមិនមែនជាស្ថាប័នរបស់ហងមាសទេអ្នកឯងមិនអាចប្រើប្រាស់បានទេពីព្រោះវាប៉ះពាល់កិត្តិយសគេឈ្មោះសម្រាប់ក្រុមហ៊ុនរបស់គេបាទលោកឯងចង់បានប្រយោជន៍អីក៏បានទៅយកចោះបាទយកស្ថាប័នទៅប្រើចោះតែសូមកុំឲ្យយកស្ថាប័នអ្នកដទៃបាទស្ថាប័នព័ត៌មានគេផ្សេងក៏ចឹងដែរក៏គេមិនពេញចិត្តជាមួយនឹងលោកយកឈ្មោះស្ថាប័នគេទៅប្រើដែរបាទប្រយោជន៍សម្រាប់បុគ្គលខ្លួនឯងប៉ុន្តែខូចឈ្មោះគេដែរអញ្ចឹងនេះជាការជូនដំណឹងដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសមិនថាឡើយតែសម្រាប់សីកែវដែលព្រន់ច្រឡំមកលើរូបខ្ញុំខាងខ្ញុំថាថតព័ត៌មានឲ្យមិនផ្សាយដោយសារតែយកលុយគេបិទអីចឹងទៅបាទអាហ្នឹងយើងទៅនិយាយគ្នាឲ្យត្រង់ចឹងឲ្យច្បាស់ចឹងបាទអត់មានយកឈ្មោះទៅប្រើប្រាស់ធ្វើឲ្យខូចប្រយោជន៍សម្រាប់ព័ត៌មានគេខំធ្វើចង្អប់ដល់ពេលទីបំផុតមកធ្វើចឹងយើងមិនទទួលយកបានអញ្ចឹងនេះគ្រាន់តែយើងសូមយកមកធ្វើការណែនាំហើយនឹងអប់រំបន្ថែមហើយធ្វើឲ្យកិច្ចសន្យាជប់ប្រើប្រាស់ឈ្មោះយើងតែប៉ុណ្ណឹងទេបាទអញ្ចឹងលោកមានស្ថាប័នផ្សេងស្ថាប័នកសែតណាដែលចេញអីយកចោះប្រើប្រាស់ចោះប៉ុន្តែកុំយកឈ្មោះស្ថាប័នហងមាសទៅប្រើដើម្បីគៀបយកលុយគេគម្រាមគេយកលុយដើម្បីជាធ្នូនឹងបិទព័ត៌មានអីមួយបាទ
អានឹងយើងសូមថ្កោលទោសចំពោះប្រភេទហ្នឹងនៅទូទាំងបណ្ដាខេត្តក្រុងមួយចំនួនទៀតដែលយើងបានដឹងថាមានយកឈ្មោះទៅភើអញ្ចឹងបាទមិនមែនចាត់ទុកថាស្ថាប័នខ្លួនឯងអស់ចាយទេមិនមែនទេប៉ុន្តែខ្ញុំសូមតែមកយុត្តិធម៌សូមមកការពិតទេបាទកុំឲ្យខូចឈ្មោះដែលខ្លួនមិនបានប្រព្រឹត្តបាទបើបានតែខ្លួនថាខូចឈ្មោះបើថាខ្លួនប្រព្រឹត្តអានឹងទទួលស្គាល់មកបាទសូមទទួលស្គាល់ហើយសូមសារភាពមកបាទចុះបើខ្លួនអត់បានដឹងអីទាល់តែសោះស្ថាប័នមិនបានដឹងអីទាល់តែសោះហើយត្រូវបានគេចោទប្រកាន់អញ្ចឹងបាទខ្ញុំអត់អាចទទួលយកបានទេប៉ុន្តែឥឡូវយើងសូមគ្រាន់តែសូមធ្វើឲ្យកិច្ចសន្យាឈប់ប្រើប្រាស់បែបហ្នឹងហើយប្រជាពលរដ្ឋសូមទុកចិត្តចុះយើងនឹងធ្វើព័ត៌មានណាដែលសម្រាប់បម្រើប្រយោជន៍ប្រជាពលរដ្ឋទូទៅបាទនេះសូមបញ្ជាក់ប៉ុណ្ណឹងទូទាំងជនហើយកុំឲ្យខាងអ្នកអស័យកែវភ័ន្តច្រឡំមកលើរូបខ្ញុំទៀតមកលើហងមាសទៀតបាទហើយនៅតាមបណ្ដាខេត្តក្រុងមួយចំនួនទៀតក៏ត្រូវប្រយ័ត្នប្រយែងចឹងដែរខាងបុគ្គលិករបស់យើងនៅតាមបណ្ដាខេត្តក្រុងហើយអាចធ្វើព័ត៌មានដោយផ្ដល់នូវភាពត្រឹមត្រូវនិងព័ត៌មានពិតសម្រាប់ប្រយោជន៍ប្រជាពលរដ្ឋទាំងអស់មិនមែនសម្រាប់ធ្វើព័ត៌មានសម្រាប់ប្រយោជន៍បុគ្គលទេបាទអរគុណទូទាំងជននេះគ្រាន់តែជម្រាបបដិសេធចំពោះអ្នកដែលយកឈ្មោះហងមាសទៅយកប្រយោជន៍ពីអ្នកដទៃហើយកັບចម្រិតទារប្រាក់គេដើម្បីជាថ្នូរនឹងព័ត៌មានអីមួយបាទឥឡូវនេះសូមបញ្ចប់រឿងហ្នឹងយើងក៏លេចទៅមើលរឿងនៅខាងខេត្តរតនគិរីវិញបាទរឿងជូនប៉ុណ្ណឹងជូនដំណឹងប៉ុណ្ណឹងដើម្បីកុំឲ្យអ្នកសីកែវសង្ស័យតទៀតបាទនៅខាងខេត្តរតនគិរីឯនោះវិញបាទខេត្តរតនគិរីឯនោះវិញកាលពីវេលាម៉ោង5រសៀលម្សិលមិញនេះមានគោយន្តមួយគ្រឿងដឹកដំឡូងបានទៅកលាប់ចាក់ចោលបុកធ្លាក់ផ្លូវបណ្ដាលឲ្យមនុស្សចំនួន6នាក់បានរងរបួសបាទហើយកាលពីវេលាម៉ោង5:30នាទីល្ងាចម្សិលមិញហ្នឹងបាទមានគោយន្តឆ្នៃមួយគ្រឿងបើកពីស្រុកអូជុំចូលទីរួមខេត្តរតនគិរីលុះមកដល់ចំណុចទួលបឹងកំសាន្តភូមិថ្មដាសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរីត្រង់ចំណុចកែងហើយកន្លែងចំណុចហ្នឹងជាចំណុចកែងហើយផ្លូវចុះទៀតផងបាទចុះចំណោតនោះក៏គៀជាមួយនឹងម៉ូតូមួយគ្រឿងកលាប់ចាក់ចោលដំឡូងចេញពីគោយន្តឆ្នៃនឹងតែម្ដងបាទដែលបណ្ដាលឲ្យមនុស្សរងរបួសទាំងស្រាលទាំងធ្ងន់នឹងចំនួន6នាក់ដែលគោយន្តដែលកលាប់ហ្នឹងបាទនេះដោយសារតែកន្លែងចំណុចតំណឹងគឺជាចំណុចចំណតចុះបាទចំណតចុះហើយវាផ្លូវកែងទៀតដោយសារតែខាងរថយន្តនេះដឹកធ្ងន់ហើយផ្លូវកែងហើយចុះទៀតមិនព្រមបង្អន់ធ្វើឲ្យកន្លែងចំណុចកែងនេះមានម៉ូតូមួយទៀតនៅលេចកាច់យកទៅពៀហ្នឹងកលាប់ចាក់ចោលដំឡូងមីនៅនឹងហើយបណ្ដាលឲ្យកម្មករដែលជិះនៅលើនោះរបួសទាំង6នាក់រដុករណែលទូទាំងនៃជនមានខ្លះបាក់ដៃបាក់ជើងអើយបាទនេះហើយជីវិតអ្នកកម្មករដំឡូងខំទៅរកស៊ីចិញ្ចឹមជីវិតយកដំឡូងប្រមូលដំឡូងមីនៅឯព្រៃដែលទីបំផុតឥឡូវនេះមកដល់ចិត្តទីរួមខេត្តទៅហើយបានរងគ្រោះបាក់ដៃបាក់ជើងអើយបាទនេះទូទាំងនៃជនឃើញរដុករណែលចឹងបាទគឺគាត់ជាអ្នកកម្មករប្រមូលដំឡូងមីនៅតាមជាយខេត្តនៃខេត្តរតនគិរីបាទព្រោះខេត្តរតនគិរីជាខេត្តមួយឥឡូវនេះសក្តានុពលវិស័យកសិកម្មដូចល្អបំផុតហើយព្រោះឥឡូវនេះខេត្តរតនគិរីយើងក៏លេចមើលឃើញចំការកៅស៊ូបាទមានចំការកៅស៊ូបាទមានចំការម្រេចបាទហើយនឹងមានដំឡូងមីបាទហើយមានឥឡូវនេះនៅនោះក៏មានស្វាយចន្ទីច្រើនដែរប៉ុន្តែបើតាមខ្ញុំទៅក៏មុនដូចជាឥឡូវចំការស្វាយចន្ទីខ្លះគេកាប់ដើមស្វាយចន្ទីចោលដាំកៅស៊ូវិញបាទខ្លះកាប់ដើមចន្ទីចេញដាំដំឡូងមីវិញដោយសារដើម្បីទទួលនូវផលប្រយោជន៍ឲ្យវាលឿនបន្តិចបាទនេះករណីកលាប់គោយន្តឆ្នៃដឹកដំឡូងរបួសមនុស្ស6នាក់នៅខាងខេត្តរតនគិរីបាទឥឡូវយើងក៏លេខទៅមើលខាងខេត្តកំពង់ចាមវិញបាទទៅមើលរឿងខេត្តកំពង់ចាមគឺករណីបង្ក្រាបបទល្មើសនេសាទបាទបទល្មើសនេសាទប្រជាពលរដ្ឋធ្លាប់ផ្ញើសារមកហងមេច្រើនហើយតាក់ទងនឹងបទល្មើសនេសាទមិនថាឡើយតែនៅខេត្តកំពង់ចាមទេនៅខេត្តកណ្ដាលនៅខេត្តកំពង់ធំបាទខេត្តកំពង់ឆ្នាំង
បាទដែលគាត់បានផ្ញើសារមកជារឿយថាមានបទល្មើសនេសាទជាច្រើនបានកើតឡើងពេញបន្ទុកប៉ុន្តែហេតុអីបានជាខាងជលផលមិនទៅបង្ក្រាបឥឡូវទៅមើលខាងខេត្តកំពង់ចាមខេត្តកំពង់ចាមនេះកាលពីម្សិលមិញកម្លាំងសង្កាត់រដ្ឋបាលជលផលត្បូងឃ្មុំសហការជាមួយនឹងអាជ្ញាធរឃុំទន្លេបាត់និងសហគមន៍នេសាទសាមគ្គីវត្តខ្មុងបានចុះទៅបង្ក្រាបបទល្មើសនេសាទដាក់សម្រះចំនួន18កន្លែងកាលពីវេលាម៉ោង9ម្សិលមិញហ្នឹងបាទនៅត្រង់ចំណុចបឹងត្រែងស្ថិតនៅក្នុងភូមិដូនម៉ៅលើឃុំទន្លេបាត់ស្រុកត្បូងឃ្មុំខេត្តកំពង់ចាមជារឿយគេតែងតែដឹងថាកន្លែងនោះតែងតែមានបទល្មើសនេសាទច្រើនកើតឡើងប៉ុន្តែមិនសូវឃើញអាជ្ញាធរជលផលទៅទីនោះទេប៉ុន្តែទើបតែពេលនេះដែលប្រជាពលរដ្ឋគាត់បានស្រែកកាន់តែច្រើនឡើងទើបអាជ្ញាធរជលផលចាប់ដើមចុះទៅបង្ក្រាបបាទបើតាមលោកគឹមដារិទ្ធនាយសង្កាត់រដ្ឋបាលជលផលត្បូងឃ្មុំបានឲ្យដឹងថាបន្ទាប់ពីលោកទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានបទល្មើសនេសាទលួចដាក់សម្រះត្រីក្នុងបឹងហាមឃាត់ភ្លាមលោកក៏បានចាប់ដើមចាត់វិធានការប្រមូលកម្លាំងទៅបង្ក្រាបនៅទីនោះដោយមានទាំងព្រះរាជអាជ្ញាអមសាលាដំបងខេត្តកំពង់ចាមផងបានបញ្ជាកម្លាំងទៅបង្ក្រាបដោយប្រមូលសម្រាស់ហើយនឹងឧបករណ៍នេសាទខុសច្បាប់ទាំងឡាយនឹងយកមកដុតបំផ្លាញចោលនៅខាងលើនឹងបាទហើយលោកនាយសង្កាត់រដ្ឋបាលនេះបានបញ្ជាក់ថាយើងត្រូវអនុវត្តភារកិច្ចបង្ក្រាបបទល្មើសនេសាទគ្រប់រូបភាពឲ្យបានក្នុងតំបន់នេសាទជលផលត្បូងឃ្មុំដើម្បីធានាឲ្យបាននៅការអភិរក្សពូជត្រីក្នុងបឹងធម្មជាតិមានបឹងសហគមន៍អូព្រែកទន្លេជាដើមជាងនេះទៅទៀតកម្លាំងនឹងបន្តការស្រាវជ្រាវមើលបទល្មើសកន្លែងផ្សេងនឹងតំបន់នានាផ្សេងទៀតបាទអញ្ចឹងបើសិនជាលោកនាយសង្កាត់រដ្ឋបាលអះអាងបែបនេះហើយអនុវត្តផ្ទាល់ដូចអ្វីដែលលោកនិយាយប្រហែលជាមិនដឹងប្រជាពលរដ្ឋសប្បាយចិត្តមិនទេពីព្រោះពលរដ្ឋគាត់កំពុងតែសម្លឹងមើលហើយខ្លះទៀតទៅពលរដ្ឋខ្លះទៀតទៅគាត់ថាគាត់នេសាទជាលក្ខណៈគ្រួសារទេប៉ុន្តែចូលទៅកន្លែងតំបន់ខ្លះអត់បានវាចេះដែរបាទអញ្ចឹងទេឥឡូវពេលខ្លះក៏យើងត្រូវយោគយល់ថាប្រជាពលរដ្ឋគាត់មានរបរនេសាទជាលក្ខណៈគ្រួសារតែមិនអោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ទេបាទឧបករណ៍ដែលមិនមែនជាការបំផ្លាញមច្ឆជាតិគឺគាត់អាចទៅនេសាទបានជាលក្ខណៈគ្រួសារបាទប៉ុន្តែការនេសាទឬក៏ការប្រើប្រាស់នៅឧបករណ៍ដែលបំផ្លាញធនធានធម្មជាតិនេសាទដល់ទ្រង់ទ្រាយធំគឺដាច់ខាតទៅតែបង្ក្រាបហើយបាទសូមកុំអោយមានដាក់ខែដាក់ថ្ងៃដាក់ឆ្នាំបាទហើយក៏កុំអោយបើកដៃសម្រាប់តែអ្នកដែលធូធាអ្នកដែលមានអំណាចខ្ពង់ខ្ពស់អាចមានសិទ្ធិទៅនេសាទបានប៉ុន្តែប្រជាពលរដ្ឋតូចតាចមិនអាចចូលនេសាទបាននោះហើយដែលធ្វើឲ្យកម្លាតរវាងប្រជាពលរដ្ឋនិងអាជ្ញាធរដោយសារតែអាជ្ញាធរមើលឃើញតែអ្នកមានផ្ដល់អត្ថប្រយោជន៍ឲ្យគេប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់មិនត្រូវចាប់ប៉ុន្តែពលរដ្ឋទៅបង់សំណាញ់ដាក់ម៉ងបែរជាចាប់អានោះហើយដែលប្រជាពលរដ្ឋមិនសប្បាយចិត្តបាទតែធ្វើយ៉ាងណាឲ្យតែយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋអ្នកក្រីក្រអ្នកស្លូតត្រង់ទៅនោះហើយដែលការគោរពបំផុតពីប្រជាពលរដ្ឋបាទនេះសូមជម្រាបប៉ុណ្ណឹងតែអរគុណហើយមិនមែននិយាយនេះដើម្បីគេចាប់ប៉ុណ្ណឹងទៅបន្ទោសទៅរដ្ឋបាលជលផលថែមទៀតមកទេមែនទេអានេះគ្រាន់តែខ្ញុំលើករំលឹកអារឿងចាស់កន្លងមកដែលធ្លាប់មានរឿងអញ្ចឹងកើតឡើងតែប៉ុណ្ណឹងតាបាទហើយអានេះមានតែទទួលអបអរសាទរចំពោះស្នាដៃគ្រប់ស្រឡាញ់ដែលការបង្ក្រាបបែបនេះបាទមានតែប៉ុណ្ណឹងបាទប៉ុន្តែបើសិនជាធ្វើខុសអានោះហើយដែលមិនគោរពចាបាទតោះឲ្យទៅសិលាម្ដងចាឥឡូវយើងចូលទៅករណីមួយដែលលេបថ្នាំងងុយដេកអស់ជាង10គ្រាប់ខឹងប្តីរឿងបាត់លុយចាស្ត្រីខឹងចិត្តរឿងបាត់លុយ
សង្ស័យថាប្តីលក់យកក៏បានលាបថ្នាំងងុយដេកអស់10គ្រាប់ដើម្បីធ្វើអត្តឃាតមិនបានសម្រេចការពីវេលាម៉ោង8យប់ថ្ងៃទី26មីនានៅសង្កាត់គីឡូម៉ែត្រលេខ6ខណ្ឌរហ្វេកៅប្រពន្ធព័ត៌មានពីសាច់ញាតិបានបង្ហាញឲ្យដឹងថាស្ត្រីលេបថ្នាំមានឈ្មោះថនហ្វភីហៅនីអាយុ27ឆ្នាំស្នាក់នៅផ្ទះកើតហេតុខាងលើបានផ្អើលឆោឡោថាបាត់លុយដែលគាត់សន្សំទុកឲ្យបានសួរនាំប្តីថាមានបានយកលុយរបស់គាត់ដែរអត់ចាប៉ុន្តែប្តីប្រាប់ថាគាត់អត់យកទេប៉ុន្តែប្រពន្ធនឹងគឺអត់ជឿព្រោះថាប្រាក់ដែលបានបាត់នោះគឺអស់ចំនួនច្រើនប៉ុន្តែមិនបានបញ្ជាក់ចំនួនទឹកប្រាក់ច្បាស់លាស់នោះទេបន្ទាប់ពីមានការជួបប្រកែកគ្នារឿងបាត់លុយធ្វើឲ្យស្ត្រីជាប្រពន្ធនឹងខឹងចិត្តក៏បានលាបថ្នាំងុយដេកអស់10គ្រាប់ហើយចូលទៅសង្ងំនៅក្នុងបន្ទប់ចាតាំងពីម៉ោង7យប់រហូតដល់ម៉ោង12អត្រីទើបដឹងចាត្រូវសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រកបសមតនពេលវេលាចាចូលទៅមួយរឿងទៀតករណីគ្រោះថ្នាក់ចរាចរណ៍ដែលពីរអ្នកសង្សារដប់គ្នាមកពីដើរលេងនៅអាកាសពេជ្រជិះម៉ូតូលឿនពេកទៅបុកនឹងរថយន្តកំពុងតែបត់ចូលហាង Mafa Steam យីហោឌៀងលៀងបណ្ដាលឲ្យដួលសន្លប់ទាំងពីរនាក់កាលពីវេលាម៉ោង 11:45 នាទីយប់ថ្ងៃទី26មីនាតាមផ្លូវលេខ 1986 សង្កាត់ភ្នំពេញថ្មីខណ្ឌហ្វេនហ្សុកប្រពន្ធព័ត៌មានបានដឹងថារថយន្តម៉ាកលេខ OX 300 ពណ៌សជិះពីរនាក់ប្តីប្រពន្ធដែលគេស្គាល់ថាជាថៅកែហាង Mafa ឌៀងលៀងធ្វើដំណើរពីលេខតកើតចំណែកម៉ូតូស្គូពីកុនទាពណ៌ក្រហមជិះពីអ្នកសង្សារទើបនឹងដប់គ្នាមកពីដើរលេងនៅកោះពេជ្រជិះពីកាតលិចច្រាស់ទៅគ្នាមកដល់ចំណុចខាងលើរថយន្តបត់ឆ្វេងចូលហាង Mafa ឌៀងលៀងក៏ត្រូវម៉ូតូជិះលឿនពេកចាក់ហ្វ្រាំងអត់ទាន់ជ្រុលទៅបុកទ្វារក្រោយជំហានខាងស្ដាំបណ្ដាលឲ្យដួលសន្លប់ទាំងពីរនាក់ចាក្រោយពេលកើតហេតុហើយអ្នកបើកបររថយន្តបានចុះទៅជួយមើលអ្នកដែលសន្លប់ទាំងពីរនាក់នោះចាបើបន្តិចក៏ដឹងខ្លួនវិញត្រូវបានម្ចាស់រថយន្តចេញថ្លៃព្យាបាលរបួសចាទៅឲ្យអ្នកជិះម៉ូតូទាំងពីរនាក់ចំនួន$100និងឲ្យប្រាក់ថ្លៃដឹកម៉ូតូត្រឡប់ទៅផ្ទះវិញចំនួន$10ទៀតចាគាត់ចិត្តថតដែរបាទតោះបន្តទៀតចាចូលទៅមួយរឿងទៀតនេះគឺម៉ូតូចា Suzuki Blade ចាបុកម៉ូតូ 25បណ្ដាលរងរបួសធ្ងន់ម្នាក់និងហ្វ្រាម្នាក់គ្រោះថ្នាក់ចរាចរណ៍បង្កឡើងរវាងម៉ូតូនិងម៉ូតូបុកគ្នាបណ្ដាលឲ្យចារងរបួសធ្ងន់ម្នាក់និងហ្វ្រាម្នាក់នៅមុខចាក្រសួងការពារជាតិតាមមហាវិថីហ្វាប៉ូរ៉ូហ្វីសង្កាត់វិវងខណ្ឌ7មករាកាលពីម៉ោង 9:20 នាទីយប់ថ្ងៃទី26មីនាប្រពន្ធព័ត៌មានបានឲ្យដឹងថាម៉ូតូ F110 ហ្វុន12ពណ៌ខ្មៅជិះម្នាក់ឯងពីកាតលិចចំណែកម៉ូតូ Suzuki LED ពណ៌សចាបើកបរពីលេខតកើតក្នុងទិដៅច្រាស់គ្នាហើយមកដល់ចំណុចខាងលើម៉ូតូទាំងពីរគ្រឿងបើកលឿនដូចគ្នាហើយនៅតែមិនចេះហើយគឺមិនចេះយោគយល់គ្នាទៀតធ្វើឲ្យចាំខាងម៉ូតូ F120 ខាងម៉ូតូ F110 នឹងបត់ឆ្វេងបុកគ្នាជាមួយនឹងម៉ូតូ Suzuki LED បណ្ដាលឲ្យដួលរងរបួសបែកមុខបែកមាត់អ្នកបើកម៉ូតូ F110 និងម៉ូតូមួយគ្រឿងទៀតនោះរងរបួសហ្វ្រាមក្រោយពេលកាត់ហេតុភាគីទាំងពីរចរចាគ្នានៅកន្លែងកាត់ហេតុបញ្ចប់រឿងដោយអ្នកបើកម៉ូតូ F110 សងសំណងទៅអ្នកបើកម៉ូតូ Suzuki LED ចំនួន$45រីឯអ្នករងរបួសបែកមុខបែកមាត់សាច់ញាតិយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតចា៎បាទនេះតកតងករណីគ្រោះថ្នាក់ចរាចរណ៍បាទខ្ញុំមានសារមកពីខាងបណ្ដាខេត្តក្រុងមួយចំនួនទៀតសូមបញ្ចប់រឿងគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណឹងហើយដោយសារមានសារច្រើនបើស្មិញនេះខ្ញុំទទួលសារពីខាងជ្រៃកោងនៅខាងស្រុកមុខកំពូលខេត្តកណ្ដាលគាត់បានលើកពីសារកង្វល់របស់ប្រជាពលរដ្ឋដែលគាត់ទទួលបាននៅដីការសម្រេចរបស់តុលាការខេត្តកណ្ដាលតាក់ទងនឹងរឿងដីធ្លីអញ្ចេះទេបានជាខ្ញុំចង់លើកសារនឹងមកនិយាយនេះតែមិនចាំបាច់ប្រាប់ឈ្មោះទេព្រោះមានទីតាំងខ្ញុំគ្រាន់លើកសារខ្លីបានហើយដីនោះវានៅកន្លែងចំណុចខណ្ឌសង្កាត់ភូមិខុសគ្នាបាទឃុំខុសគ្នាប៉ុន្តែនៅពេលដែលតុលាការខេត្តកណ្ដាលសម្រេចដីគេនៅឃុំមួយផ្សេងមកឲ្យឈ្នះនៅដីឃុំមួយផ្សេងតែដីនៅខុសគ្នានេះដែលធ្វើឲ្យគាត់ឆ្ងល់គាត់ថាហេតុអីបានជាការសម្រេចអញ្ចឹងបើដឹងថាដីនឹងវាខុសគ្នាទៅហើយហេតុអីបានជាសម្រេចឲ្យភាគីមកខាងនោះឈ្នះឲ្យមកយកដីនៅខាងឃុំនេះបាទអញ្ចឹងវាចំណុចដែលគម្លាតគ្នាឆ្ងាយប៉ុន្តែបែរជាតុលាការសម្រេចឲ្យភាគីមកខាងនោះចេះឈ្នះកើតគាត់លើកឡើងអញ្ចឹង
về hô chất chẳng này hô chất tăng thang đấy tí tăng khó khăn sao bạn thấy sầm lái ôi chuyện này hay mà vô đây tí tăng thằng mày cha này thằng mày này màนี่ได้กอดชงอลทำไม่จังมันลงที่บ้านเจกาสำนักจังแต่เขียนหมดบ้านดังได้แต่ตรงนึงเรื่องตลาดการเรื่องมวยเซงปัญหาก่อนท่าเอาบ่ท่าจังแม้นขยมก็ชงอลแน่โบตีตังเซงนี่คมมวยเซงได้มวยเซงคมมวยเซงได้มวยเซงนำไปสำนักเอามาโยได้เลยนะอันนั้นดังได้นั่งเรื่องตลาดการที่มาโดยขังกับปงสปือจังเมียนผู้เมียนเนี่ยคล้ายแจ่เนี่ยโกเจได้นั่งไงได้มากระไรนั่งไงlộ pi mà chao ba về miền chăng về miền rương chăng bà phần té đại chung mua kho ở tì tăng cái này tại đây là cái này nè ở đầu về xong nè từ tính đấy ở từ mưa tiếp chưa từ khang nè cuộc chế nâng ngay bằng nâng ngay lộ chẳng tàu bà đầu về cái nó là nâng ngay bằng nên lộ chẳng tàu lộ tì tăng từ muối phần té khăn đại chung mua tì tăng kho cái này tại đây là cái này nâng muối nâng được vùng spư và ngày môn nângแต่บ้านไงน้องบ้านแต่ทอได้แต่บ้านไส้ก็น้องกอยโม่ดังยังไม่ใช่จงคอยมาปัจจัยเรื่องวิการลังวิ่งจังบ้านเจตมีนปัญหาวิวิตจานมาให้ปัจจัยเจตเป็นกลาเต้าหยุ่มเคยโซยอได้น้องไอ้กษาโซยอได้อัดแต่มือที่ไอ้นึงเอ้ยเจตนาสามแต่ดอกไปกินแบบมวยจังได้bạn mộtจังได้ดอกไปจังโซยอได้แต่มวยนึงสิ่งใจเลยได้แต่มวยนึงอ้อยมันนุปีsinh cái này mới một chọn cái này chẳng hay lấy cầm ho là na lắm rồi và lên tay trắng tao mà tầm mưa cái phong tao ấy cầm oi cái tháp bị muốn chơi thà mà chả đây nè miền lui thu thiê khác ở đại ban tầm mưa đây đòi cái lại anh cô đào ấy hai nè cuộc chiến ấy ban tâm đạo đốt đây bọc bóng mà bảo váy ọt cầm nó đấy mà dây thầm banh mà crop ak thì lại cái này nát đây bọc bóng tận năng lên vọt gặp lương chẳng chọp hay mà cùng lên chẳng cái dừng miền mày tá là miền GPS đó lên từ đòi chưa nè cuộc chế vào đây bóng đại dây ta crop ak lẹ đo tận ná cứ đây bóng tận năng cứ tùy đó là và đi tẹt tông bài hạt đây bộ rừng chốn không nấu cô ai cái ra sẽ mẹp đây đi chốn mình tên vô về khác không thấu ca sao chiều đầm bay ở dọc bò miền bật đấy hay đòi xa tay khá tiết tấu rương với mà kháng thôi mà ná thế từ do tàu đến luôn này mà lần này xa môi tiết một pi và chia bồ rót nấu kháng khúm cầm pênh sóc kiri vốn khai tà kèo quạt sầm nôm po từ oi cầm hôn phượng nấu kháng khai tà kèo nâng tha công tơ để đặt nấu tam bần đa bậc cool phượng nấu không khúm cầm pênh chẳng mù nứng cứ ọt miên và ọt tê cứ công tơ nó cứ con này chập cả đa mà bật té chập công tơ nó bay buôn pram chân tầm đòn chẳng mà đây là công tơ nó cả đa viên chân tầm đòn ọt vay và ọt tê đây là con cái tha về ai chỉ kêu thằng nạ môi sầm đạp nộp là nạ cốt sầm đạp khmênh tội chẳng tế con nè phum nó không khum cầm pênh chẳng mũ nông sốc cái đi vong khai tà kéo sầm nôm po trong oi khang cầm hôn phượng nó khai tà kéo nâng mê ta thưa bỏ ọp bật chất công tơ nâng bà chỉ viên cầm oi đã công tơ cái đào viết vì ai thưa oi khmênh lắm viết dọc ấy tổ cúp rồi cầm tịch trao lấy chân tao rồi có ai bánh hai cái lăng cái lúi đo lúi ấy chân tao bà này còn bàn lực làng chẳng sầm nôm po oi khang thiên cầm hôn cái sân ní nó khang khai tà kéo đặt bỏ ốp công tơ phong là cầm oi đặt cái đào viết mà ở con tôi tên này chuyên lâu này sông pe sầm đạp mình tay sắn mà tay tiết dừng với một chục niên nâu vẹt thì bày bà